Have you ever read Chasing Love novel? Can you spoil for me, please? Sis. ធ្លាប់អានអូនធ្លាប់អានប៉ុន្តែអានអត់ចប់អានកន្លែងសំខាន់តែឥឡូវដូចគេធ្វើជាស៊េរីចេញមកតែឥឡូវគេឆាយដល់ EP ប្រហែលហើយដល់ហើយបងស្ពយខ្លាចតែអត់វាអត់ល្អមើលព្រោះបងអត់សូវចេះនិយាយផងបងនិយាយត្រួសណាថាធ្លាប់អានមកអានកន្លែងអានេះដល់ណាហើយណាដល់កន្លែងភៀងរវិនចេញពីផ្ទះហើយតែបងតបងធ្វើតែបន្តិចណាស្ពយតែបន្តិចកន្លែងចាំបានបើចាំអត់បានក៏កុំខឹងបងនិយាយជួនកាលក្នុងប្រឡោមលោកវាអាចจะខុសពីគេធ្វើ remake make ជា series ចឹងទៅអាចจะវាមិនដូចគ្នាទាំងអស់ទេអញ្ចឹងខ្ញុំនិយាយបែបច្រឡោះទៅកន្លែងសំខាន់ណាដល់កន្លែងភៀងរវិនចេញពីផ្ទះហ្នឹងឆ្លោះគ្នាជាមួយយាយហ្នឹងក៏ភៀងរវិនឆ្លោះគ្នាមួយយាយហ្នឹងដូចជាផែនការរបស់យាយទេហ្នឹងភៀងរវិនធ្វើដូចជាឆ្លោះគ្នាជាមួយយាយហើយចេញពីផ្ទះនៅឆ្លោះគ្នានៅក្នុងមុខសងសដាណាណារួចហើយក៏ចេញពីផ្ទះទៅនៅអូតែលបន្ទាប់មកដូចជាអត់មានលុយក៏ក្រោយមកក៏សដាណានក៏ទៅជួលអូតែលហ្នឹងនៅចិត្តបន្ទប់ភៀងរវិនដែរពីរនាក់ហ្នឹងក៏នៅបែបជួបគ្នាតាមពិតសងសដាណានក៏បារម្ភពីភៀងរវិនដែរដោយសារតែគេចចេញពីផ្ទះអញ្ចឹងទៅតែអត់ដឹងថាភៀងរវិនហើយនឹងយាយហ្នឹងគេធ្វើឆ្លោះគ្នាទេភៀងរវិនឆ្លោះគ្នាហ្នឹងដោយសារតែគេដាក់លក្ខខណ្ឌជាមួយលោកយាយគេដាក់លក្ខខណ្ឌឲ្យទៅភៀងរវិនថារយៈពេល2អាទិត្យហ្នឹងបើសិនជាភៀងរវិនហ្នឹងធ្វើឲ្យសដាណានហ្នឹងព្រមសារភាពថាស្រឡាញ់ឬសុំធ្វើសង្សារអញ្ចឹងលោកយាយមិនហាមឃាត់ទៀតទេប៉ុន្តែបើសិនជារយៈពេល2អាទិត្យហ្នឹងសងសដាណានអត់ព្រមសារភាពថាស្រឡាញ់ឬសុំធ្វើសង្សារទេគឺភៀងរវិនត្រូវតែបញ្ចប់ហើយកាត់ចិត្តពីសងសដាណានចឹងទៅរយៈពេល2អាទិត្យដែលនៅជាមួយគ្នាហ្នឹងក៏ដូចជាមានហេតុការណ៍មួយភៀងរវិនត្រូវដេកពេទ្យដូចជាឈឺចឹងហើយទៅសងសដាណានហ្នឹងក៏នៅមើលថែចៃដន្យអីទៅជួបលោកយាយរបស់ភៀងរវិនក៏បន្ទាប់មកក៏ដឹងស្រាប់ហើយថាយាយរបស់ភៀងរវិនអត់សូវចូលចិត្តសងសដាណានទេដោយសារតែអត់ដឹងថាសងសដាណានគឺជាអ្នកណាអញ្ចឹងទៅមានឋានៈខ្ពង់ខ្ពស់ដែរក៏សដាណានហ្នឹងក៏សុំយាយរបស់ភៀងរវិនហ្នឹងថាសូមរយៈពេល2អាទិត្យនៅមើលថែភៀងរវិនឲ្យជាសិនបើសិនជាភៀងរវិនជាហើយត្រឡប់ទៅនៅផ្ទះវិញសដាណានហ្នឹងនឹងដើរចេញពីជីវិតភៀងរវិនមិនមកជួបមុខវិញទៀតទេអញ្ចឹងទៅក៏រយៈពេល2អាទិត្យហ្នឹងដែលនៅជាមួយគ្នាហ្នឹងគឺសដាណានក៏មិនព្រមសុំធ្វើសដាណានក៏មិនព្រមសុំភៀងរវិនធ្វើសង្សារឬក៏នៅតែមាត់រឹងមិនព្រមសារភាពថាស្រឡាញ់អញ្ចឹងទៅតែប៉ុន្តែភៀងរវិនដឹងហើយថាសដាណានក៏មានចិត្តលើខ្លួនឯងដែរក៏នៅពេលដែលដូចជាមាន trip មួយទៅកំសាន្តអញ្ចឹងហើយក៏ក្រោយមកសដាណានក៏កិច្ចមកពីភៀងរវិនធ្វើតាមសន្យាដែលធ្វើតាមពាក្យសន្យាដែលឲ្យសន្យាទៅនឹងយាយភៀងរវិនណានៅពេលកិច្ចមកប្រហែលបាត់លេងជួបគ្នាប្រហែល2អាទិត្យ
ก็ក្រោយមកក៏ស្ដារណាស់នៅក្នុងផ្ទះហើយក៏ញ៉ាំទទួលទានអាហារជាមួយគ្រួសារពេលល្ងាចរួចក៏ក្នុងចិត្តក៏នឹកគិតដល់ភៀងរវិនដែរក្នុងចិត្តក៏កង្វក់ខ្វល់ខ្វាយចឹងទៅបន្ទាប់មកភៀងរវិនហ្នឹងក៏គេរៀបផែនការជាមួយមិត្តភ័ក្តិគេឈ្មោះមុនហើយក៏មានបុគ្គលិកមួយទៀតឈ្មោះផ្លយធ្វើយ៉ាងម៉េចឲ្យសដាណាហ្នឹងព្រមចេញមកជួបភៀងរវិនម្ដងទៀតចឹងទៅហើយគេដាក់កម្រងការឲ្យភៀងរវិនហ្នឹងទៅផាប់ហើយមានស្រីแบบផាប់ដែលមានแบบ lesker អីហ្នឹងមកញ៉ែមកជួបចឹងទៅហើយផ្លយហ្នឹងក៏ជាអ្នកធ្វើលួចថតរូបរាយការណ៍ទៅឲ្យសដាណាន់ហើយថតរូបឲ្យមើលចឹងទៅថាអ្នកភៀងរវិនកំពុងមានអ្នកមកញ៉ែកំពុងមានអីចឹងទៅក្នុងផាប់ចឹងដល់ពេលខណៈពេលដែលសងសដាណាន់ហ្នឹងគេនិយាយគ្នាជាមួយលោកយាយរបស់ខ្លួនឯងដែរតែយាយសដាណាន់ដឹងស្រាប់ហើយថាសដាណាន់ហ្នឹងកំពុងនឹកមនុស្សដែលខ្លួនស្រឡាញ់អញ្ចឹងទៅមានអ្នកក្នុងចិត្តអញ្ចឹងទៅសដាណាន់ក៏សារភាពថានេះមានអ្នកនេះអញ្ចឹងទៅនិយាយរឿងរ៉ាវខ្លួនឯងប្រាប់លោកយាយរបស់ខ្លួនរួចក៏ទទួលឆាត Messenger ហ្នឹងlive ដែលផ្លយហ្នឹងផ្ញើមកឲ្យបន្ទាប់មកក៏ reply ទៅវិញថាភៀងនៅផាប់ឯណាអញ្ចឹងក៏សដាណាន់ក៏សុំនិយាយខ្លួនឯងថាខ្ញុំប្រញាប់ចេញទៅក្រៅមានទុរៈអញ្ចឹងទៅក៏តែប៉ុន្តែយាយរបស់សដាណាន់ដឹងហើយថាសដាណាន់មានទុរៈរឿងអីក៏និយាយថាទៅចុះកូនទៅចុះแบบទៅតាមឯណាណាទៅតាមរបេះដូងខ្លួនឯងអញ្ចឹងទៅនៅពេលដែលសដាណាន់មកដល់កន្លែងផាប់ហ្នឹងក៏តម្រង់ចូលទៅរកភៀងរវិនហើយជួបមនុស្សជាច្រើនដែលខ្លួនឯងแบบเขาเรียกอะไรคาสโนวีអញ្ចឹងទៅនិយាយថាម៉េចនិយាយត្រូវដែរដល់ពេលហើយទៅជួបឃើញភៀងរវិនហ្នឹងកំពុងមានស្រីម្នាក់កំពុងតែនៅក្បែរខ្លួនអញ្ចឹងទៅក៏ដើរតម្រង់ទៅក៏ប្រាប់ស្រីម្នាក់ថាភៀងរវិននេះជារបស់ខ្ញុំចាបន្ទាប់មកក៏បបួលភៀងរវិនដើរចេញមកភៀងរវិនគេធ្វើដល់ពេលគេឃើញសដាណាន់គេសង្អីហើយពោះអង្គុយក្នុងហ្នឹងមួតែអារម្មណ៍នឹកតែសដាណាន់នឹកតែភីសងគេហ្នឹងដល់ពេលប៉ុន្តែធ្វើឯងខ្មើតប៉ុន្តែគេធ្វើវាយរឹកខ្មើតចឹងទៅដល់ពេលដែលសដាណាន់ដឹកដៃភៀងរវិនចេញមកខាងក្រៅភៀងមើលបែបប្រកែកគ្នាចឹងទៅសដាណាន់ថាធ្វើអញ្ចឹងកុំទៅដេតជាមួយអ្នកនោះអញ្ចឹងហាមថាព្រោះសដាណាន់ថាហួងហែងអីអញ្ចឹងទៅសារភាពអញ្ចឹងទៅบอกភៀងរវិនថាមកហួងហែងអីបើយើងជាអ្វីគ្នាបើមិនដែលសំបីទៅវាសង្សារក៏មិនមែនផងអីមិនមែនផងក៏បន្ទាប់មកសដាណាន់ក៏ដូចជាសុំភៀងរវិនរៀបកាយបន្ទាប់មកដូចជាសុំរៀបការអីអានយូរដែរវាមានច្រើនណាស់ចាំអត់បានទេអញ្ចឹងភៀងរវិនក៏ធ្វើខ្មើតអញ្ចឹងទៅរៀបការអីលឿនម្លេះអញ្ចេះអញ្ចោះអញ្ចឹងចាំបានតែប៉ុណ្្នឹងឯងផ្លេចអស់បាត់ហើយចាំបានតែដូចជាប្រហែលទេរួចហើយក៏សដាណាន់ក៏នាំភៀងរវិនទៅផ្ទះទៅណែនាំឲ្យអ្នកផ្ទះបានស្គាល់អញ្ចឹងទៅបន្ទាប់មកថាបើយើងជាធ្វើសង្សារនឹងគ្នាហើយយើងមិនបាច់ណាត់ជួបគ្នាតាមហូតែលទៀតទេអញ្ចឹងបបួលក៏សដាណាន់ហ្នឹងក៏បបួលភៀងរវិនហ្នឹងទៅផ្ទះទៅសម្រាប់នៅផ្ទះអញ្ចឹងទៅភៀងរវិនថាខ្ញុំនឹងវិចកៅទៅដេកនៅផ្ទះបងឯងអញ្ចឹងទៅចាំបានតែប៉ុណ្្នឹងឯងអូខេបាយបាយ